ông ôn là chẳng là lợi dụng màu chỗ đó không phải nó cứ chụp lời con trong lời con nó cứ ngặt chân ngặt lõ trong giờ này rồi không lời con này các bạn đấy rồi về sạch lại mình lại chụp lại đây saat cái việc đầu xa này cứ saat sạch chứ đâyไปchơi vớiสัตว์เที่ยวสงัดโอเคแล้วยังจับได้หมดเลยแต่ดอกสัตว์กวันรถแล้วสอบไปจีมังกรลาเต็ดไปคุยแบบสัตว์ป่ะไปคุยแบบสัตว์อ๋อคุยอ๋อโอเคได้โอนเคยแต่สเปียบเอาสะอาดนึกบอลโกยังเฉยใครภาษาสะอาดงัดจังมาโอนทำมาโอนขมายมาโอนจำเชียดคือมาเล่นหรือภาษาคือสะอาดแต่สเปียบสะอาดหมดเลยอะไรไปตอนchơi đây tôi đã rất là sạch thì để cắm vào sáng không bạn trái phụ sạch mau coi cây dưới đâu từ để mau coi cây cái bé hảโอเคบางคนเรายังมา到ប្រាសាទកវ៉ាន់ហើយបន្ទាប់ពីធ្វើដំណើរតាមផ្លូវកង់មកស្ទុះចឹងបងប្អូនអាចមើលរូបរាងរបស់ប្រាសាទត្រួសទៅចឹងអានឹងព្រឹកព្រលឹមពណ៌វាស្អាតពណ៌វាដូចពណ៌មាសចឹងបងប្អូនចឹងប្រាសាទហ្នឹងគឺជាប្រាសាទមួយដែលចំណាស់ដែរនៅក្នុងតំបន់អង្គរព្រោះប្រាសាទនេះគឺកសាងឡើងតាំងពីសតវត្សទី10ចឹងប្រាសាទហ្នឹងបើយើងមើលជាក់ស្ដែងគឺវាមានកំពូលប្រាសាទនេះគឺយើងមានកំពូល5បងប្អូនចឹងប្រាសាទនេះយើងឃើញថាប្រភេទគ្រឿងសំណង់គឺមានឥដ្ឋហើយនឹងថ្មភក់ហើយយើងឃើញមានថ្មបាយក្រៀមដែរតិចតួចមានថ្មបាយក្រៀមតិចតួចដែរចឹងយើងអាចស្វែងយល់បានថាប្រាសាទដែលកសាងចាប់ពីសតវត្សទី10ថយមកក្រោយវិញគឺតែងតែមានឥដ្ឋរួមជាមួយប្រាសាទរបស់យើងហើយនៅកន្លែងនេះខ្ញុំថតពលមានខ្លះពីប្រាសាទកវ៉ាន់បងប្អូនចឹងប្រាសាទហ្នឹងគឺជាប្រាសាទឈ្មោះបច្ចុប្បន្នទេឈ្មោះប្រាសាទកវ៉ាន់ហ្នឹងគឺជាឈ្មោះដែលអ្នកភូមិគាត់ហៅតគ្នាចឹងយើងហៅប្រាសាទកវ៉ាន់ហ្នឹងទៅដើម្បីងាយស្រួលយល់បងប្អូនមកយើងអាចកលេចមកមើលពលមានណាក្តារខៀនពលមានគេចឹងយើងមុនយើងចូលទៅមើលប្រាសាទយើងមើលក្តារខៀនពលមានទៅដើម្បីយើងអាចបានស្វែងយល់ពីប្រាសាទខ្លះអញ្ចឹងណាតកតងជាមួយនឹងការជួសជុលតកតងជាមួយនឹងប្រវត្តិប្រាសាទចឹងយើងមើលពីចំហៀងខាងនេះឃើញថាប្រាសាទគឺនៅមានរូបរាងស្អាតល្អក្រោយពីការជួសជុលរបស់បារាំងចឹងពីដើមគឺកំពូលទាំង5ហ្នឹងគឺវានៅល្អទេគឺវាពេញដូចកំពូលកដាលចឹងប៉ុន្តែក្រោយការជួសជុលទៅវាមានការបាក់បែកឥដ្ឋចឹងទៅក៏គេទុកកំពូលទាំង4ហ្នឹងនៅខ្វះខាតចឹងទៅវាអត់ពេញលេញល្អប៉ុន្តែបើយើងមើលពីការរៀបចំរបស់ប្រាសាទនេះគឺមានការរៀបចំបានស្អាតគឺមានទីធ្លាមានផ្លូវដើរមានអីចឹងគឺស្រស់ស្អាតយើងអាចមកដើរលំហែនៅកន្លែងហ្នឹងគឺវាស្អាតណាស់ខែក្នុងដូវវស្សានេះហើយយើងឡើងមកកំពូលទី1នេះយើងឃើញមានព្រះម៉ែលក្ស្មីនៅក្នុងដែលបច្ចុប្បន្ននេះគឺប្រជាជនយើងជាច្រើនគឺមានជំនឿមកបន់ស្រន់ដែរប៉ុន្តែយើងមិនត្រូវបានអនុញ្ញាតឲ្យដើរចូលទៅខាងក្នុងទេព្រោះនឹងគឺវាតកតងជាមួយនឹងការ
ធ្វើឲ្យខូចខាតទៅដល់តម្រងដើមរបស់ប្រាសាទអញ្ចឹងគឺគេដាក់រ៉ូបគេដាក់ខ្សែដើម្បីកុំឲ្យយើងដើរចូលទៅក្នុងអញ្ចឹងយើងអាចធ្វើការបួងសួងយើងធ្វើការបន់ស្រន់ពីខាងក្រៅអញ្ចឹងយើងឃើញមានរូបចម្លាក់ព្រះម៉ែលក្ស្មីដែលព្រះនាងគឺជាភរិយារបស់ព្រះវិស្ណុអញ្ចឹងយើងឃើញមាននៅក្នុងប៉មនេះគឺមាន3ទិសហើយនៅក្នុងខ្លោងទ្វារនេះគឺយើងឃើញមានសាលាចារឹកដែរគេនិយាយអំពីកពូលប្រាសាទហ្នឹងគេនិយាយពីទូនទីរបស់កពូលប្រាសាទហ្នឹងតទៅទៀតយើងក៏លេចមកមើលផ្នែកផ្សេងទៀតនេះគឺផ្ដែនេះគឺធ្វើថ្មីឯងផ្ដែនេះគឺគេធ្វើថ្មីប៉ុន្តែសសរនេះគឺមានការរៀបចំសម្អាតអញ្ចឹងវារាងពណ៌សប៉ុន្តែផ្ដែមិញផ្ដែនេះគឺគេរៀបចំជួសជុលគេឆ្លាក់តាមលំនាំដើមអញ្ចឹងយើងមើលទៅវានៅអត់មានភាពស្រស់ស្អាតទេហើយឥដ្ឋនេះក៏មានការថែមថយឥដ្ឋថ្មីខ្លះដែរអញ្ចឹងយើងឃើញទំហំឥដ្ឋក៏វាអត់ប៉ុនគ្នាដែរវាទូចខ្លះធំខ្លះវាអាស្រ័យទៅលើការចូលរួមរបស់អ្នកភូមិអញ្ចឹងអ្នកបុរាណវិទ្យាគេបានលើកឡើងថាប្រាសាទឥដ្ឋភាគច្រើនគឺយកឥដ្ឋដែលមានការបរិច្ចាគពីអ្នកភូមិដើម្បីយកមកក្នុងការសាងសង់អញ្ចឹងឥដ្ឋទំហំវាអាចមានការខុសគ្នាដើម្បីដែលគេចង់ជួសជុលគឺគេត្រូវតែសិក្សាអំពីឥដ្ឋហ្នឹងដែរដើម្បីរកឥដ្ឋឲ្យបានសមស្របតាមទំហំដើម្បីមកជួសជុលបានអញ្ចឹងយើងមកឃើញប៉មនេះគឺជាប៉មសំខាន់ជាងគេគឺប៉មកដាលដែលធ្វើការឧទ្ទិសទៅដល់ព្រះវិស្ណុអញ្ចឹងព្រះវិស្ណុនៅកន្លែងនេះគឺយើងឃើញមានសាលាចារឹកដែររៀបរាប់អំពីការឧទ្ទិសកពូលកដាលនេះជាភាសាសំស្ក្រឹតគឺការសរសេរគឺស្អាតខ្លាំងបងប្អូនមានសាលាចារឹកគឺនៅល្អច្រើនដែរមានការបាក់បែកតិចតួចហ្នឹងហើយយើងក៏លេខមើលមកផ្លូវដើរវិញខាងកើតនេះបែកខាងកើតនេះគឺយើងមានជាក្តារបែនហើយមានជាតួប៉មទូចប្រហែលជាអាចជាអាសនៈឬក៏ដូចជាគេហៅថាអាគារព្រះភ្លើងបាទអញ្ចឹងនេះគឺការសន្និដ្ឋានរបស់ខ្ញុំទេវាអាចការខុសទោះដែរបានយើងសន្និដ្ឋានជាបឋមដោយសារតែក្រងនោះគឺវាបាត់បង់ហើយវានៅតែខឿនអូខេអញ្ចឹងសម្រាប់ប៉មដតីទៀតគឺសម្រាប់ផ្ដែគឺវានៅមានរូបរាងខ្លះដែរប៉ុន្តែមានការបាក់បែកច្រើនក្រោយពីការជួសជុលត្រូវទឹកភ្លៀងទៅអីវាបាក់បែកអូខេអញ្ចឹងឃើញមានបន្តមកទៀតគឺយើងមានផ្ដែមានអីនៅរូបរាងនៅស្អាតខ្លះដែរមានការខូចខាតខ្លះដែរហើយដើរមកតទៀតគឺយើងត្រឡប់មកកន្លែងដើមវិញទេត្រឡប់មកកន្លែងដើមវិញខ្ញុំដោយសារខ្ញុំចង់ថតបង្ហាញរូបព្រះម៉ែលក្ស្មីជាមួយនឹងបរិវាររបស់ព្រះនាងម្ដងទៀតកន្លែងនេះគឺព្រះម៉ែលក្ស្មីត្រូវបានគោរពបូជាដោយបរិវារជាច្រើនអញ្ចឹងព្រះម៉ែលក្ស្មីគឺតំណាងឲ្យព្រះម៉ែនៃទ្រព្យសម្បត្តិឬក៏ទេពនៃសម្រស់ទេពនៃទ្រព្យសម្បត្តិអញ្ចឹងហើយបានជាខ្មែរយើងឥឡូវគេពេញនិយមទៅបន់ស្រន់នៅកន្លែងព្រះម៉ែលក្ស្មីហ្នឹងអូខេបងប្អូនអញ្ចឹងកន្លែងនេះខ្ញុំនាំបងប្អូនដើរមើលខឿនមកជុំមកឃើញទម្រង់ការរៀបចំគឺនៅស្រស់ស្អាតគឺនៅស្អាតបងប្អូនយើងអាចដើរមើលជុំវិញអញ្ចឹងគឺវានៅស្អាតហើយបច្ចុប្បន្ននេះប្រាសាទនេះគឺនិយមសម្រាប់ការរៀបចំជាលក្ខណៈ private dinner យប់ឡើងណាគឺ